ไปสดตำเบลถ้าประพุนคังแม่น่ะเรื่องเตยบะไตรนั่งไตรก็บ้านประพุนกับคังรถมวนด่าสดตำเบลเลยไปได้មានអ្នកណាអូនធ្វើមន់ក្រាពងបើហេម៉ាឡៃតើឆ្នៃតាមរូបមន្តចិនធ្វើត្រូវម៉េចសម្រាប់ឲ្យបងរៀនធ្វើតាមនៅថ្ងៃចូលឆ្នាំចិនខាងមុខធានាថាឆ្ងាញ់មានជាតិហើយកាន់តែឆ្ងាញ់បើបានញ៉ាំជាមួយនឹងទឹកផ្លែឈើស្រស់ Freshie រសជាតិកូឡេដែលទៅចេញថ្មីហេងចូលហេងកុំភ្លេចទិញ Freshie ញ៉ាំជុំគ្រួសារអញ្ចឹងមកបងប្អូនងាយទេមុខម្ហូបនេះញ៉ែព្រើស្មានតែប្រពន្ធខឹងឯតាតែប្រពិតមានឯណាគាត់ខំដុតមន់ប្រើរូបមន្តសិតតែពិសេសណាកុំភ្លេចរៀនធ្វើតាមគាត់យកមន់មកគាត់លាងមួយអំបិលគូឆ្មាហើយថែមស្រាសពីលើទៀតដើម្បីមកច្បាច់លាងមន់នឹងឲ្យបាត់ក្លិនឆ្អាបក្លិនអីអញ្ចឹងណាសិតតែរូបមន្តតិចរបស់គាត់ហើយសិតតែចំណុចពិសេសហើយខ្ញុំសូមឲ្យឈ្មោះមុខម្ហូបនេះថាមន់មាសក្រាពងដុតអំបិលហេម៉ាឡៃឈ្មោះដូចវែងដល់ហើយប៉ុន្តែវាត្រូវដោយសារមន់ដុតនេះគឺគេប្រើម្សៅលឿងរបស់ចិននេះម្សៅនឹងលាបទៅលឿងប៉ុន្តែលាបល្មៀតក៏បានដែរហើយយើងថែមប្រេងល្ងយកមកលាបឬក៏ថាប្រេងសណ្តែកដីក៏បានដែរយកមកលាបមកហើយយើងរុំกระดาษដើម្បីកុំឲ្យអំបិលហ្នឹងវាប្រៃខ្លាំងពេកណាហើយអំបិលគឺប្រពន្ធខ្ញុំប្រើអំបិលហេម៉ាឡៃយកមកកូរជាមួយណាឯផ្កាច័ន្ទហើយស្អីគេនេះកូរបញ្ចូលគ្នាអីចឹងទៅដុតវាដាក់ក្របបែបនេះពុកម៉ែបងប្អូនហើយបន្ទាប់មកយើងឆ្លៀតពេលហ្នឹងគឺយើងដុតប្រហែល30នាទីជាងយកមកយើងកិនម្ទេសខ្ទឹមអីក៏ឆ្មាច្បាច់ធ្វើទឹកត្រីដើម្បីទុកជ្រលក់ជាមួយណាទឹកត្រីបែបទឹកត្រីកោះកុងជ្រលក់មន់ហ្នឹងឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយមន់ដុតតែ30នាទីជាងមន់ផុយឆ្ងាញ់មានជាតិអូអត់មានស្វិតទេហើយមានជាតិមានទឹកនៅក្នុងនោះគេហៅ juicy ណាបងអង់គ្លេសណាប៉ុន្តែឆ្ងាញ់មែនតើកុំភ្លេចរៀនសាកដុតហើយញ៉ាំជាមួយ Freshie បែបនេះស្រស់ស្រាយមែនតើជាពិសេសគឺរសជាតិផ្លែកាឡេនឆ្ងាញ់មែនតើណាពុកម៉ែបងប្អូនកុំភ្លេចណារដូវកាលចូលឆ្នាំចិនកំង Freshie ញ៉ាំជុំគ្រួសារទាំងអស់គ្នាថ្ងៃស្អែកចង់ធ្វើវីដេអូអីទៀតខមមិនខាងក្រោមវីដេអូអរគុណជម្រាបលាបាយបាយ